បងប្អូនណាខ្លះតែគាត់ហាត់លំហាត់ក្បាលពោះមួយហាត់នេះបន្ទាប់មកហាត់អត់សូវចូលក្បាលពោះទេពេលខ្លះចូលដែរប៉ុន្តែចុកកខ្លាំងហាត់លំហាត់មួយនេះដែលយើងពីជនអាសាឃើញអ្នកដែលគាត់ហាត់អញ្ចឹងគាត់ហាត់ទៅអត់សូវចូលក្បាលពោះទេឬក៏ចូលខ្លះដែរប៉ុន្តែកចុកខ្លាំងអញ្ចឹងថ្ងៃនេះខ្ញុំមកចែកម្លែកមួយបងប្អូនអាចសាព្រោះអីខ្ញុំតេស្តសាហើយលំហាត់នេះគាត់ពេលដែលគាត់ធ្វើទៅវាចូលក្បាលពោះហើយវាអត់ទៅចុកកហ្នឹងហើយអញ្ចឹងតែយើងត្រូវការមានឧបករណ៍មួយគឺនេះដែលយើងពាក់កណ្ដាលបាល់នេះអញ្ចឹងដល់យើងអ្នកហាត់នៅក្លឹបដល់យើងអត់ហាត់នៅក្លឹបតែខ្ញុំព្យាយាមរកមើលថាអាចអីចំនួនបានឧទាហរណ៍គាត់ហាត់នៅផ្ទះដើម្បីយកអីមកចំនួនហ្នឹងបានហ្នឹងហើយអញ្ចឹងយើងសម្រាប់អ្នកហាត់នៅក្លឹបត្រូវមានបាល់ពាក់កណ្ដាលបាល់នេះមួយដែលយើងយកមកលេងដល់មកបងប្អូនគួយមានណាគូរបស់យើងរៀងអឹបមួយបាល់ហ្នឹងហ្នឹងហើយជង្គង់យើងដាក់ធម្មតាតែទេដល់មកខ្នងរបស់យើងអឹបមួយនឹងចោលអញ្ចឹងយើងចាប់ផ្ដើមហាត់ក្បាលពោះពេលដែលឡើងក្នុងខ្យល់ចេញអស់ពេលដែលចុះទៅបងប្អូនព្យាយាមទប់អញ្ចឹងបាល់នេះវាជួយរុញខ្នងរបស់យើងឲ្យលាក្បាលពោះរបស់យើងនេះកន្លែងលើនេះឲ្យទប់អញ្ចឹងបងប្អូនលាអស់ចេញមកឡើងមួយយឺតមានន័យថាពេលដែលចុះព្យាយាមទប់យកក្បាលពោះរបស់យើងនេះលាសាច់ដុំក្បាលពោះយើងលាតឹងរឹងយើងសៀបមើលលាតឹងរឹងឡើងចុះវិញយឺតលាតឹងផ្អែកខ្នងយើងជាមួយនឹងបាល់នឹងរហូតមកឡើងវិញហ្នឹងហើយអញ្ចឹងបងប្អូនអាចសាកលេងជាមួយនឹងបាល់ហ្នឹងដែលយើងជំនួសការគេងនៅក្បាលផ្ទាល់យើងដាក់បាល់នៅក្នុងរបស់យើងហើយអត់ទៅជួយចង្កេះទៀតមានន័យថាលំហាត់នេះខ្ញុំតេស្តសាហើយឲ្យសិស្សខ្ញុំធ្វើទៅគឺអត់ទៅជួយចង្កេះអត់ទៅប្រើខ្នងហើយគាត់អត់ទៅចុកកហើយគាត់ចូលមកពូបានល្អហ្នឹងហើយអញ្ចឹងបងប្អូនអាចតេស្តសាអ្នកដែលគាត់ហាត់លំហាត់មិញដែលខ្ញុំបង្ហាញហ្នឹងគឺគាត់អត់ទៅចុកក្បាលពោះពេលខ្លះគាត់ចូលដែរប៉ុន្តែកចូលខ្លាំងចុកកខ្លាំងចុកចង្កេះអញ្ចឹងណាអញ្ចឹងយកមកសាកមួយក្បាច់លំហាត់មួយហ្នឹងមកជាយាមពេលដែលហាត់យើងអឹបខ្នងគូរបស់យើងអឹបនៅជាប់ហ្នឹងហើយយើងកម្រើកន្លែងក្បាលពោះឯងហើយដឹងសាច់ដុំក្បាលពោះយើងពេលឡើងចេះរៀងរួចបុកចូលគ្នាពេលចុះលីតឹងទប់អញ្ចឹងបងប្អូនលេង15រ៉េបទៅ20រ៉េបអីដឹងចូលហើយអត់សូវចុកកក៏អត់ចុកចង្កេះចុកខ្នងដែរលំហាត់មួយនេះខ្ញុំសាកឲ្យកូនសិស្សខ្ញុំសាកហើយលេងទៅចូលរៀងបានល្អហើយក៏អត់សូវចុកកចុកខ្នងចុកចង្កេះអីទេបងប្អូនអាចសាកបានដូចខ្ញុំនិយាយអញ្ចឹងសារឡើងវិញគឺព្យាយាមទប់ជើងគូតនៅជាប់មកកន្លែងកុំឲ្យពេលឡើងពេលចុះគូតហែបឡើងជើងអត់នឹងហ្នឹងហើយតបមកពេលឡើងពេលចុះយើងស្របតាមមួយបាល់នឹងរហូតមកគឺបងប្អូនហាត់ទៅចូលអាគូល្អហើយពេលឡើងក្នុងចោចេញហើយចុះជាងយឺត1 2 3បាទកខ្នងយើងដល់នេះឡើង1 2 3បើបានផ្លុំខ្យល់ទៅហែមយើងបានល្អទៀតចូលកាន់តែខ្លាំងមានន័យថាពេលឡើងមកយើងផ្លុំខ្យល់ចេញអស់ពីពោះធ្វើឲ្យក្បាលពោះរបស់យើងប្រឹងកាន់តែខ្លាំងហើយពេលចុះវិញយើងចុះយឺតហើយទប់អាចដល់ក្បាលពោះរបស់យើងប្រឹងទប់តឹងលាវេគឺបងប្អូនចូលក្បាលពោះបានល្អហើយអត់ចុកកអត់ជិះកែអត់ជិះខ្នងហើយហាត់ចុកក្បាលពោះបានល្អជាងយើងអាចហាត់ជាងយើងគេនៅកម្រិតតហ្នឹងហើយអញ្ចឹងលំហាត់នេះខ្ញុំចែកម្លែកប៉ុណ្ណឹងបងប្អូនអាចទៅសាកបានប៉ុន្តែដើម្បីឲ្យបងប្អូនសាកឡើងវិញគឺត្រូវមានលក្ខណៈបានទេដើម្បីគេងហាត់ហ្នឹងហើយតែបងប្អូននៅផ្ទះអាហ្នឹងអាចថាពិបាកត្រូវការមានអីជំនួសផ្សេងហ្នឹងហើយអញ្ចឹងលំហាត់នេះខ្ញុំមានចែកម្លែកបងប៉ុណ្ណឹងដើម្បីឲ្យបងប្អូនយើងហាត់ទៅកុំឲ្យចុកកព្រោះគេច្រើនមិនថាអ្នកដតីសិស្សខ្ញុំគឺហាត់មកឲ្យហាត់គឺបានគាត់ចុកកហើយបងហ្នឹងហើយអញ្ចឹងមានប៉ុណ្ណឹងចែកម្លែកបងប្អូនអរគុណច្រើនជួបគ្នាវីដេអូក្រោយ